ច្បាស់លាស់អំពីតួនាទីនិងទំនួលខុសត្រូវរវាងអ្នកសារព័ត៌មាននិងអ្នកបណ្ដាញសង្គមកំពុងក្លាយជាបញ្ហាពិភាក្សាសាធារណៈដ៏ក្តៅគគុកនៅក្នុងសង្គមព័ត៌មានសម័យថ្មីនៅពេលដែលមនុស្សគ្រប់រូបអាចធ្វើតួនាទីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយសំណួរស្នូលមួយក៏លេចឡើងដែរតើនរណាគួរទទួលខុសត្រូវចំពោះសេចក្តីពិតនិងផលប៉ះពាល់សង្គមPress Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយដែលវិភាគយ៉ាងច្បាស់អំពីព្រំដែនសិទ្ធិផ្សាយក្រមសីលធម៌និងទំនួលខុសត្រូវសាធារណៈរបស់អ្នកសារព័ត៌មាននិងអ្នកបណ្ដាញសង្គមព្រំដែនរវាងអ្នកសារព័ត៌មាននិងអ្នកបណ្ដាញសង្គមតើទំនួលខុសត្រូវសាធារណៈចំពោះសេចក្តីពិតស្ថិតនៅលើនរណានៅក្នុងសម័យដែលទូរស័ព្ទមួយគ្រឿងដែលអាចក្លាយជាស្ថានីយផ្សាយព័ត៌មាននិងគណនីបណ្ដាញសង្គមមួយដែលអាចមានឥទ្ធិពលលើមនុស្សរាប់ម៉ឺនសែនឬលាននាក់សំណួរមួយកំពុងត្រូវបានលើកឡើងយ៉ាងខ្លាំងក្នុងសង្គមតើអ្នកបណ្ដាញសង្គមគួរត្រូវបានចាត់ទុកថាជាអ្នកសារព័ត៌មានដែរឬទេហើយតើក្រមសីលធម៌របស់ពួកគេគួរដូចឬខុសពីអ្នកសារព័ត៌មានយ៉ាងដូចម្ដេចសំណួរនេះមិនមែនជាការវែកញែកបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែជាសំណួរដែលពាក់ព័ន្ធដោយផ្ទាល់នឹងសេចក្តីពិតសង្គមនិងសុវត្ថិភាពសាធារណៈពីសម័យអ្នកកាសែតទៅសម័យមនុស្សគ្រប់គ្នាជាអ្នកផ្សព្វផ្សាយក្នុងអតីតកាលព័ត៌មានសាធារណៈស្ថិតនៅក្នុងដៃអ្នកសារព័ត៌មានដែលបានបណ្ដុះបណ្ដាលដែលមានក្រុមកែសម្រួលដែលមានប្រព័ន្ធផ្ទៀងផ្ទាត់និងដែលស្ថិតក្រោមក្រមសីលធម៌វិជ្ជាជីវៈដ៏ច្បាស់លាស់ការផ្សាយមួយរបស់អ្នកសារព័ត៌មានត្រូវឆ្លងកាត់ការពិនិត្យជាច្រើនជាន់មុននឹងទៅដល់ការផ្សាយជាសាធារណៈប៉ុន្តែបណ្ដាញសង្គមបានបំលែងរចនាសម្ព័ន្ធនេះអស់ទាំងស្រុងបច្ចុប្បន្ននេះមនុស្សគ្រប់គ្នាអាចជាអ្នកផ្សាយដោយគ្មាននិពន្ធនាយកគ្មានបន្ទប់ព័ត៌មាន newsroom និងក៏គ្មានការបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្វីឡើយការផ្សាយរឿងមួយតាមបណ្ដាញសង្គមអាចមានល្បឿនលឿនជាងព័ត៌មានផ្លូវការហើយអាចមានឥទ្ធិពលខ្លាំងជាងអត្ថបទកាសែតមួយទំព័រថែមទៀតការផ្លាស់ប្ដូរនេះបានបង្កើតសេរីភាពថ្មីមួយប៉ុន្តែក៏បានបង្កើតបញ្ហាលើកត្តាសីលធម៌ថ្មីផងដែរអ្នកបណ្ដាញសង្គមខុសពីអ្នកសារព័ត៌មាននៅត្រង់ណាចំណុចគន្លឹះមួយដែលអ្នកត្រូវបញ្ជាក់ឲ្យច្បាស់គឺអ្នកបណ្ដាញសង្គមមិនមែនជាអ្នកសារព័ត៌មានដោយស្វ័យប្រវត្តិទេអ្នកសារព័ត៌មានត្រូវបានកំណត់ដោយវិធីសាស្ត្រផលិតព័ត៌មានការផ្ទៀងផ្ទាត់ប្រភពការបំបែកអ្វីជាការពិតនិងអ្វីជាទស្សនៈការទទួលខុសត្រូវសាធារណៈការគោរពក្រមសីលធម៌វិជ្ជាជីវៈគណៈដែលអ្នកបណ្ដាញសង្គមភាគច្រើនដែលផលិតមាតិកាដោយផ្អែកលើមតិផ្ទាល់ខ្លួនលើអារម្មណ៍និងភាពពាក់ព័ន្ធជាចម្បងមិនមែនលើការផ្ដល់ព័ត៌មានដែលបានផ្ទៀងផ្ទាត់នោះទេដូច្នេះទោះបីមានអ្នកចូលចិត្ត follower ជាច្រើនឬមានការផ្សាយព័ត៌មានជាញឹកញាប់ក៏ដោយអ្នកបណ្ដាញសង្គមនោះនៅមិនគ្រប់គ្រាន់ដើម្បីហៅខ្លួនឯងថាជាអ្នកសារព័ត៌មាននោះដែរទោះជាយ៉ាងណាក៏ដោយនេះមិនមានន័យថាអ្នកបណ្ដាញសង្គមមិនអាចក្លាយទៅជាអ្នកសារព័ត៌មានបានឡើយពួកគេអាចក្លាយជាអ្នកសារព័ត៌មានឯករាជ្យឬជា citizen journalistបើពួកគេទទួលបានការដកខាត់ពីរបៀបផលិតព័ត៌មានជាក់ស្ដែងមិនមែនតែមតិចេះផ្ទៀងផ្ទាត់ប្រភពផ្ដល់បរិបទនិងតុល្យភាពកែតម្រូវនៅពេលខុសគោរពសេចក្តីថ្លៃថ្នូរមនុស្សនិងមនុស្សញងនៅពេលនោះវេទិកាដែលពួកគេប្រើមិនសំខាន់ទេហើយអ្វីដែលសំខាន់គឺវិធីធ្វើការនិងការទទួលខុសត្រូវក្នុងន័យនេះគឺមិនមែនអ្នកណាដែលផ្សាយព័ត៌មានគឺសុទ្ធតែជាអ្នកសារព័ត៌មានទាំងអស់នោះទេប៉ុន្តែអ្នកសារព័ត៌មានគ្រប់រូបត្រូវតែផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈដូច្នេះអ្នកបណ្ដាញសង្គមមិនគួរត្រូវចាត់ទុកជាអ្នកសារព័ត៌មានដោយស្វ័យប្រវត្តិបានឡើយប៉ុន្តែអ្នកបណ្ដាញសង្គមអាចក្លាយជាអ្នកសារព័ត៌មានបើធ្វើការប្រកបដោយវិជ្ជាជីវៈដូច្នេះការហៅខ្លួនឯងថាជាអ្នកសារព័ត៌មានគឺត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវតាមវិជ្ជាជីវៈសារព័ត៌មានក្រមសីលធម៌ខុសគ្នាប៉ុន្តែមិនអាចគ្មានអ្នកសារព័ត៌មានគឺជាអ្នកដែលមានក្រមសីលធម៌វិជ្ជាជីវៈដ៏តឹងរ៉ឹងនិងច្បាស់លាស់
អ្នកបណ្ដាញសង្គមមិនមានក្រមសីលធម៌តែមួយដូចគ្នាមែនប៉ុន្តែវាមិនមានន័យថាពួកគេអាចផ្សាយដោយគ្មានសីលធម៌បានឡើយក្នុងសង្គមព័ត៌មានសម័យថ្មីដែលកំពុងតែកើតមានអ្វីដែលអាចហៅថាក្រមសីលធម៌សង្គមសម្រាប់អ្នកបណ្ដាញសង្គមគឺមានដូចតទៅនេះ1មិនផ្សាយព័ត៌មានคล้ายៗ2មិនញុះញង់ការស្អប់នឹងអំពើហិង្សា3មិនបំពានកិត្តិយសអ្នកដទៃ4គិតពីផលប៉ះពាល់មុនចុចផុសអ្វីមួយក្រមបណ្ដាញសង្គមនេះមិនមែនបិទសិទ្ធិបញ្ចេញមតិទេប៉ុន្តែបញ្ជាក់ថាសិទ្ធិត្រូវភ្ជាប់ជាមួយនឹងការទទួលខុសត្រូវសិទ្ធិបញ្ចេញមតិឬទំនួលខុសត្រូវតាមច្បាប់ក្នុងសម័យបណ្ដាញសង្គមសិទ្ធិបញ្ចេញមតិត្រូវបានពង្រីកដល់កម្រិតដែលមិនធ្លាប់មានពីមុនមកមនុស្សគ្រប់រូបអាចបញ្ចេញមតិផ្សាយគំនិតនិងចែករំលែកព័ត៌មានទៅកាន់សាធារណៈបានភ្លាមដោយគ្មានទ្វារត្រួតពិនិត្យដោយសម័យសារព័ត៌មានប្រពៃណីឡើយប៉ុន្តែជាមួយសេរីភាពដ៏ធំទូលំទូលាយនេះសំណួរសំខាន់មួយក៏លេចឡើងដែរតើការផ្សាយខុសរបស់អ្នកបណ្ដាញសង្គមគឺជាសិទ្ធិបញ្ចេញមតិឬក៏ជាការទទួលខុសត្រូវចំពោះសង្គមនិងច្បាប់ចម្លើយមិនអាចផ្ដល់ជាសក្តីសន្និដ្ឋានសាមញ្ញថាត្រូវឬក៏ខុសបានឡើយពីព្រោះការវិនិច្ឆ័យនេះអាស្រ័យលើកត្តាស្នូលចំនួន3គឺខ្លឹមសារចេតនានិងផលប៉ះពាល់ការផ្សាយខុសរបស់អ្នកបណ្ដាញសង្គមអាចជាសិទ្ធិបញ្ចេញមតិបើវាជាមតិផ្ទាល់ខ្លួនមិនបំភ្លៃនិងមិនបង្កគ្រោះថ្នាក់ប៉ុន្តែវាអាចคล้ายជាការទទួលខុសត្រូវតាមផ្លូវច្បាប់នៅពេលការផ្សាយនោះជាព័ត៌មានคล้ายៗជាអំពើបង្កភាពញុះញង់ប៉ះពាល់សុវត្ថិភាពសាធារណៈបំផ្លាញកិត្តិយសនិងសិទ្ធិអ្នកដទៃក្នុងសេចក្តីសន្និដ្ឋានមិនមែនអ្នកបណ្ដាញសង្គមទាំងអស់ជាអ្នកសារព័ត៌មានទេប៉ុន្តែអ្នកបណ្ដាញសង្គមទាំងអស់ក៏ជាកោសិកាដែលបានចូលរួមបង្កើតបរិយាកាសព័ត៌មានសង្គមផងដែរក្នុងសម័យដែលមនុស្សគ្រប់គ្នាអាចផ្សាយបានសង្គមមិនត្រឹមតែត្រូវការសេរីភាពនៃការនិយាយទេប៉ុន្តែត្រូវការការនិយាយដោយការយល់ដឹងដោយសីលធម៌និងការទទួលខុសត្រូវផងដែរសរុបមកវិញបណ្ដាញសង្គមមិនត្រឹមតែត្រូវការសេរីភាពនៃការនិយាយប៉ុណ្ណោះទេប៉ុន្តែត្រូវការការនិយាយដោយការយល់ដឹងសីលធម៌និងទំនួលខុសត្រូវផងដែរនៅពេលមនុស្សម្នាក់ចុច post ដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនគឺគាត់មិនមែនកំពុងតែនិយាយជាមួយខ្លួនឯងទៀតទេគឺគាត់កំពុងតែចូលរួមក្នុងលំហសាធារណៈដែលសក្តីពិតនិងសុវត្ថិភាពសង្គមត្រូវបានពឹងផ្អែកលើការសម្រេចចិត្តរបស់គាត់សេរីភាពនៃការបញ្ចេញមតិមិនមែនជាសេរីភាពដែលគ្មានការទទួលខុសត្រូវឡើយ